ករណីឃាតកម្មរំលោភសម្លាប់លើយុវតីម្នាក់ក្នុងខណ្ឌព្រែកភ្នៅឃាតករសារភាពថាមុនពេលធ្វើសកម្មភាពពួកគេបានដាក់ថ្នាំងងុយដេកចូលក្នុងភេសជ្ជៈដើម្បីឲ្យជនរងគ្រោះបានផឹកក្រុមឃាតករឈាមរាវដែលបានរួមគំនិតគ្នាធ្វើសកម្មភាពចាប់រំលោភរួចសម្លាប់លើយុវតីអាយុ15ឆ្នាំម្នាក់នៅខណ្ឌព្រែកភ្នៅត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បានចំនួន3នាក់ពួកគេបានសារភាពថាមុនពេលធ្វើសកម្មភាពបានដាក់ថ្នាំងងុយដេកក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹកបន្ទាប់មកនាំយកទៅរំលោភនិងសម្លាប់បំបិទមាត់ព្រមទាំងប្លន់យកទ្រព្យសម្បត្តិតែម្ដងក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់នាព្រលប់ថ្ងៃទី21ខែឧសភានេះថាជនសង្ស័យចំនួន3នាក់ដែលពាក់ព័ន្ធករណីរំលោភសម្លាប់លើយុវតីម្នាក់នៅក្នុងបន្ទប់ទឹកនៃសាលាបឋមសិក្សាវត្តគ្រោះក្នុងខណ្ឌព្រែកភ្នៅត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលអធិការដ្ឋានខណ្ឌសហការជាមួយជំនាញព្រហ្មទណ្ឌបំបែកសំណុំរឿងដោយឃាត់ខ្លួនយកមកសាកសួរតាមនីតិវិធីតាមប្រភពបានឲ្យដឹងថាប្រតិបត្តិការបំបែកសំណុំរឿងដ៏សាហាវឃោរឃៅខាងលើនេះគឺអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកភ្នៅសហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថាយុវតីរងគ្រោះមានឈ្មោះវុធីលីណាអាយុ15ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរនៅផ្ទះទីលំនៅផ្ទះគ្មានលេខភូមិគ្រោះសង្កាត់សំរោងខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញស្លាប់នៅកន្លែងកើតហេតុចំណែកជនសង្ស័យក្នុងអំពើរំលោភសម្លាប់មានចំនួន3នាក់រួមមាន1ឈ្មោះទៀនផារ៉េតភេទប្រុសអាយុ15ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅផ្ទះគ្មានលេខភូមិដួងសង្កាត់ព្រែកភ្នៅខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញរួមគំនិតសម្លាប់2ឈ្មោះបោឧត្តមភេទប្រុសអាយុ16ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅផ្ទះគ្មានលេខភូមិដួងសង្កាត់ព្រែកភ្នៅខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញរួមគំនិតសម្លាប់និងទី3ឈ្មោះសុកច័ន្ទសវណ្ណសេងភេទប្រុសអាយុ18ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅផ្ទះគ្មានលេខភូមិដួងសង្កាត់ព្រែកភ្នៅខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗជាជនដៃដល់អ្នករំលោភនិងសម្លាប់សមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចាត់ទុកថាករណីខាងលើនេះជាអំពើឃាតកម្មដោយមានទារុណកម្មអំពើឃោរឃៅឬអំពើរំលោភសេពសន្តិវៈយកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹកហើយរំលោភសម្លាប់ប្លន់យកទ្រព្យសម្បត្តិពីជនរងគ្រោះបានកើតមានឡើងកាលពីវេលាម៉ោង 1:27 នាទីយប់អាធ្រាត្រឈានចូលថ្ងៃទី21ខែឧសភាឆ្នាំ2025ត្រង់ចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រោះស្ថិតនៅក្នុងវត្តចេស្ថាឧត្តមហៅវត្តគ្រោះតាមផ្លូវជាតិលេខ5ក្នុងភូមិគ្រោះសង្កាត់សំរោងខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញចំពោះសម្ភារៈចាប់យករួមមានទូរស័ព្ទដៃម៉ាក់តិចណូពណ៌សចំនួន1គ្រឿងរបស់ជនរងគ្រោះទូរស័ព្ទដៃម៉ាក Oppo ពណ៌ខៀវចំនួន1គ្រឿងរបស់ជនសង្ស័យខ្សែលីឡុងពណ៌សចំនួន1ខ្សែម៉ូតូម៉ាក Suzuki Next ពណ៌ខៀវស៊េរីឆ្នាំ2025ពាក់ផ្លាកលេខភ្នំពេញ 1CL 1190ចំនួន1គ្រឿងរីឯសម្ភារៈបាត់បង់លោហៈធាតុពណ៌ទង់ដែងខ្សែកផ្លាទីនចំនួន1ខ្សែសមត្ថកិច្ចបានបញ្ជាក់ថាស្លាកស្នាមនិងសម្ភារៈបន្សល់ទុកនៅកន្លែងកើតហេតុមានខ្សែក្រណាត់អាវពណ៌ខ្មៅចំនួន1រឹតកជនរងគ្រោះបច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញអធិការដ្ឋានកំពុងកសាងសំណុំរឿងបញ្ជូនទៅអัยការអមសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់